រីនៅទាំងអស់គ្នា Welcome back to my vlog ស្រីរតតារានិកអេរ៉េអញ្ចឹងនាំអារម្មណ៍អ្នកទាំងអស់គ្នាមក vlog ក៏ត្រវិញម្ដងអញ្ចឹងនេះគឺជាតាមផ្លូវខ្ញុំជិះទៅកន្លែងកប៉ាល់ឡើងកណូបន្ទាប់មកដោយសារតែកោះត្រហ្នឹងយើងត្រូវជិះកប៉ាល់ឡើងទៅកោះតែចង់ប្រាប់អ្នកទាំងអស់គ្នាថាពេលដែលយើងជិះទូកហ្នឹងគឺយើងពេលដែលទូកចេញដំណើរទៅគឺយើងអត់មានអារម្មណ៍ថាទូជិះទូកដូចនៅលើឡាននឹងសមុទ្រមែនតើហើយអានេះបន្ទាប់ពីឡើងជ្រាំងហើយគឺយើងត្រូវជិះឡានអគុយបន្ទាប់មកពីដែលយើងដល់ជ្រាំងហើយគឺយើងត្រូវជិះឡានអគុយទៅដល់ជ្រាំងហ្នឹងពីកំពង់ផែប្រហែលតែជាង 5-6 ម៉ែត្រទេអ្នកទាំងអស់គ្នាដោយសារតែផែនេះគេយកពីផែហ្នឹងយើងយកយើងទៅដាក់នៅចំណតឡានដើម្បីឲ្យយើងជិះឡានទៅមកតាមទៀតទៅកន្លែងកសានមួយទៀតអញ្ចឹងណាប៉ុន្តែដោយសារកន្លែងកសានមួយហ្នឹងខ្ញុំដូចជាភ្លេចឈ្មោះបាត់ហើយដោយសារភ្លេចនិយាយរួមហើយយើងអត់សូវបានសួរនាំកាយដែរអញ្ចឹងណាបងអ្នកទាំងអស់គ្នាប៉ុន្តែចង់ប្រាប់អ្នកទាំងអស់គ្នាថាទេសភាពគឺស្អាតខ្លាំងមែនទែនយើងសឹងតែភ្លេចគិតថាយើងទៅដើរលេងនៅលើកោះមួយអញ្ចឹងណាបងប្អូនទាំងអស់គ្នាទីតាំងគឺបើអានេះដោយសារតែវីដេអូប៉ុន្តែពេលដែលយើងទៅគឺយើង fresh លើដើមជាងនឹងទៀតអញ្ចឹងអានេះមិនមកប្រម៉ូទពីតំបន់ទេសចរណ៍ទេប៉ុន្តែចង់ឲ្យយើងកន្លែងនេះថាបើសិនជាប្រទេសយើងបានអភិវឌ្ឍនៅកោះសាសាហើយកោះយើងក៏មិនចាញ់ពួកគាត់ប្រហែលដែរគឺស្អាតខ្លាំងណាស់ហើយដោយសារកោះត្រល់យើងដឹងស្រាប់ហើយណាអញ្ចឹងទេសភាពគឺស្អាតខ្លាំងតែនេះគឺយើងជិះកត្រកឆ្លងពីកោះមួយទៅកោះមួយកោះនោះដូចជាកោះឈ្មោះស្អីខ្ញុំភ្លេចបាត់ហើយដើម្បីយើងទៅដល់កន្លែងលេងនេះអញ្ចឹងណាអ្នកទាំងអស់គ្នាហើយទេសភាពជិះកត្រកពីភ្នំមួយទៅភ្នំមួយតាមសមុទ្រហ្នឹងគឺfresh ខ្លាំងមែនតើទុកសោកាងារទាំងបានគឺតម្លាក់ចោលនៅក្នុងទឹកសមុទ្រអស់ហើយចឹងអ្នកទាំងអស់គ្នាវិញពេលដែលទៅឃើញសមុទ្រអញ្ចឹងអីនេះដូចទេសភាពអញ្ចឹងយើងមើលពីលើទៅសិតទៅទូកទាំងអស់ទូចហើយខ្ញុំឈូសទុកសោក stress ការងារបោះចោលក្នុងសមុទ្រអស់ហើយមើលហើយនៅតែមានអារម្មណ៍ថាសប្បាយចឹងទៅម្ដងទៀតសប្បាយខ្លាំងនេះបងតាសំជុកអញ្ចឹងតម្លាក់ការងារបោះចោលភុបសម្ពាធការងារសម្ពាធផ្លូវចិត្តបោះចោលតម្លាក់នៅនឹងហើយបន្ទាប់មកក៏ដើរចូលទៅក្នុងកន្លែងកំសាន្តរបស់គេហ្នឹងតែមិនដើរចូលនៅបងកាយគាត់ណាត់ប្រជុំខ្ញុំតែខ្ញុំអត់ចាំបងកាយណាត់5និយាយមកមើលថៃសិនណាណូយឡើងខ្មឹកដោយពណ៌អាវនាងខ្ញុំអញ្ចឹងបន្ទាប់មកយើងក៏បានជីអាហ្នឹងគេហៅអីខ្ញុំភ្លេចអស់ហើយបងប្អូនទាំងអស់គ្នាប៉ុន្តែអាហ្នឹងដូចជាវាវិលមកជុំដើម្បីមើលទេសភាពលើកោះហ្នឹងមកហើយស្អាតខ្លាំងមែនទៅសារគំនិតគេឆ្នៃប្រឌិតខ្លាំងណាស់អ្នកនរគ្នាហើយទៅទៀតលោកខ្ញុំនឹងជិះអីគេអាហ្នឹងបងប្អូនអាក្លាប់កាប់ចាក់ប៉ុន្តែអាហ្នឹងគេអត់ឲ្យយើងថតឲ្យស្ដាយខ្ញុំអត់បានថតដោយសារតែវាពេលដែលលើកយើងឡើងជិះគឺយើងស្រែកអស់ពីបេះអស់ពីដងអញ្ចឹងបានគេឲ្យយើងកាន់ទូរស័ព្ទថតស្ដាយកន្លែងហ្នឹងបើសិនជាបានថតវីដេអូទុកអនុស្សាវរីយ៍ក៏តែម្ដងណាបងប្អូនទាំងនេះហើយនេះកំពុងតែ relax នោះហ្នឹងទីតាំងដែលខ្ញុំចុះពីកន្លែងហ្នឹងទៅខ្ញុំតំបន់ដែលខ្ញុំត្រូវលេងបន្តទៀតណាបងប្អូនទាំងគ្នាតែសប្បាយខ្លាំងមែនតើដោយសារតែពេលដែលយើងលេងទៅយើងស្រែកអស់ទុកកង្វល់ណាអញ្ចឹងទៅមានអារម្មណ៍ថាតម្លាក់សម្ពាធចុះបានជាងខ្ញុំហើយបងប្អូនមើលទេសភាពអាហ្នឹងនៅលើកោះហើយណាប៉ុន្តែទេសភាពគេខ្ញុំគិតថាខ្ញុំចាយលុយ trip លើកនេះគឺមិនខកបំណងតែម្ដងហើយនេះបងប្អូនអានេះដូចជាខ្ញុំជិះកត្រកអីខ្ញុំភ្លេចបាត់ហើយវាជិះអានេះជិះកត្រកមកវិញបងប្អូនចង់វគ្គប្លុកអ្នកប្លុកនេះអញអត់ដឹងទីតាំងអីច្បាស់សោះនេះដូចជាជីកត្រកខ្សែកាបហ្នឹងមកទីតាំងឡើងវិញដើម្បីយើងទៅរកអីញ៉ាំព្រោះវាយើងឆេះដែរអញ្ចឹងណាអានេះលើកខ្សែកាបយើងជីត្រឡប់មក
កន្លែងដើមយើងវិញអញ្ចឹងណាបងប្អូនហើយបន្ទាប់មកក៏បានថតយកគូប៉ុងដែលយើងទិញខ្សែកាបយើងមកដូរទឹកកន្លុកគេឆ្ងាញ់មែនមកអ្នកទាំងអស់គ្នាហើយបន្ទាប់មកពួកយើងក៏បានដើរមកមើល show ដែលគេលេងនៅលើទឹកសមុទ្រនេះជិះ ski ជិះម៉ូតូទឹកអូយលយអស់ទោះហើយសិតតែស្រីប្រាំងស្អាតអាហ្នឹងគេហៅដូចជាពួកខ្ញុំបានទៅហ្នឹងដូចជាស្ពានភ្ជាប់និស័យគេថានិយាយចឹងប៉ុន្តែកន្លែងហ្នឹងថតរូបស្អាតមែនហើយបន្ទាប់ពីបានមើល show គេហើយយើងក៏ជិះកង់អង្គុយត្រឡប់ទៅចំណតឡានវិញដើម្បីរកអាហារពេលល្ងាចញ៉ាំអញ្ចឹង vlog នេះចាប់ត្រឹមតែប៉ុណ្ណេះជួបគ្នាភាគ2បាយបាយ